សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិរឿងខ្មោចរបស់ពូបារាំងសូមរីករាយសម្ដាប់ជាមួយសាយរឿងថ្មីទាំងអស់គ្នាបើចូលចិត្តការនីតិរបស់ពូបារាំងកុំភ្លេចជួយ Subscriber និងឲ្យមេដៃរបស់ពូបារាំងម្នាក់មួយផងសូមអរគុណមានប្តីប្រពន្ធមួយគូប្តីឈ្មោះឆាអឺតប្រពន្ធឈ្មោះមៀតនិងមានកូនប្រុសម្នាក់អាយុ19ឆ្នាំហើយទីលំនៅរបស់គ្រួសារនេះនៅចៃខេត្តឆើតធ្វើការនៅមន្ទីរមួយយូរឆ្នាំមកហើយចំណែកមៀតជាគ្រូបង្រៀននៅបឋមសិក្សាទីរួមខេត្តដែរកូនប្រុសឈ្មោះនុយរៀននៅវិទ្យាល័យនុយមិនសូវចូលរៀនទេវាហាក់ដូចជារកខ្លងទ្វារសាលាមិនឃើញវារមែងតែងតែគេចវេះនឹងទៅណាត់មិត្តភ័ក្តិ3ឬ4នាក់ដែលលេងអាវ៉ាសែមិត្តភ័ក្តិបានបញ្ចុះបញ្ចូលឲ្យនុយជក់កញ្ឆារហូតដល់ប្រើគ្រឿងញៀនទៀតក្រោយមកនុយក៏ចាប់ផ្ដើមញៀនវាផឹកស្រាចាក់គ្រឿងញៀនចូលសរសៃឈាមឥឡូវវាคล้ายទៅជាយុវៀនម្នាក់ក៏ហុកបោកប្រាស់ហ៊ានធ្វើអ្វីគ្រប់យ៉ាងដោយលិសារតែអំណាចគ្រឿងញៀនវាមិននឹកអាណិតអាសូរចិត្តឪពុកម្ដាយវាឡើយដែលខំរកប្រាក់យ៉ាងត្រដាបត្រដុះនោះដោយសារសេពគប់មិត្តភ័ក្តិពាលអាវ៉ាសែនុយចាប់ផ្ដើមកើនិស័យលួចប្លន់បោកប្រាស់ដើម្បីដោះទាល់ខ្លួនវាមួយពេលនាថ្ងៃមួយព្រះអាទិត្យរៀងជ្រេបបន្តិចទៅហើយមានបុរសម្នាក់ជាអ្នករស់នៅក្បែរខាងបានរត់មកប្រាប់ឆើតនឹងមៀតដែលទើបមកពីធ្វើការថាបពួកអានុយទៅវេតបជាមួយពួកអ្នកលេងមួយក្រុមនៅកន្លែងស៊ីផឹកមិត្តអានុយម្នាក់ត្រូវពួកអ្នកលេងបាញ់របួសជាទម្ងន់មៀតសួរដល់ស្លងស្លោចុះអានុយវាយ៉ាងម៉េចដែរបុរសអ្នកជិតខាងរៀបរាប់បន្តអានុយវាមិនអីទេវាបានរត់គេចទៅពួននៅផ្ទះក្បែរនោះអ្នកនៅកន្លែងកាត់ហេតុបាននិយាយថាអានុយជាដើមហេតុធ្វើឲ្យក្រុមវានិងក្រុមអ្នកលេងឆ្លោះគ្នាពេលប្រលប់បន្តិចនុយបានត្រឡប់មកដល់ផ្ទះវិញឪពុកម្ដាយវាជជែកសួររឿងរ៉ាវដែលកើតមុននេះវាបានប្រកែកកែខ្លួនបានយ៉ាងស្រួលខ្ញុំមិនមែនជាមនុស្សដើមហេតុទេពួកខ្ញុំបបួលគ្នាថាទៅលេងបាល់តែពួកអាណត្តិលេងនោះមករករឿងខ្ញុំហើយក៏កើតមានរឿងបែកគ្នាទៅឆោតសួរកូនឯងមានទៅសាលារៀនទេនុយឆ្លើយទៅបាតទៅរាល់ថ្ងៃហ្នឹងឆោតកុំហក់កុំកុហកអញណាអានុយពុទ្ធោឲ្យពុកបើមិនជឿទេទៅសួរសាលារៀនទៅក៏បាន3ថ្ងៃក្រោយមកសាលារៀនបានផ្ញើសម្បុត្រមួយច្បាស់មកឲ្យឆើតនិងប្រពន្ធសម្បុត្របញ្ជាក់ថានុយមិនបានចូលរៀន2សប្តាហ៍ហើយព័ត៌មាននេះធ្វើឲ្យឆើតនិងមៀតខឹងច្រឡោតយ៉ាងខ្លាំងនៅពេលប្រលប់ពេលឃើញនុយត្រឡប់មកដល់ផ្ទះវិញឆើតក៏គំហកសួរភ្លាមចង្រៃឯងទៅមកពីណានុយឆ្លើយវេហីទៅមកពីសាលានឹងអីឆើតទ្រាំលែងបានក៏ទះគំភ្លៀងនុយផាំងពីដៃយ៉ាងធ្ងន់រហូតដល់មៀតខាត់ប្តីមិនទាន់កុហកសាលារៀនគេប្រាប់ថាឯងនេះមិនបានទៅសាលា2អាទិត្យហើយឯងទៅណាខ្លះមៀតអង្វរកូនប្រុសប្រាប់ពុកតាមត្រង់ទៅកូននុយនិយាយតិចខ្ញុំទៅដើរលេងជាមួយមិត្តភ័ក្តិមៀតនិយាយពុកនិងម៉ែបានដាស់តឿនកូនជាច្រើនលើកច្រើនសារហើយថាកូនត្រូវកែខ្លួនឡើងកែឲ្យបានល្អនឹងគេឪពុកម្ដាយព្រានប្រដៅពុំទាន់បានរំលងមួយយប់ផងស្រាប់តែនៅយប់នោះតែម្ដងវេលាម៉ោងប្រហែល2យប់មានមិត្តភ័ក្តិរបស់នុយម្នាក់ស្ថិតនៅអាយុស្របប្រពែលគ្នាដែរបានរត់សម្ដៅមកផ្ទះនុយទាំងត្រហេបត្រហប់វាបានគាស់ទ្វារហៅឪពុកម្ដាយនុយទាំងសោះស្លាក់សោះស្លេតប្រុសស្រីបើកទ្វារក្នុងឈ្មោះឆាមជាពួកម៉ាក់អានុយប្តីប្រពន្ធទាំងពីរបានស្ទុះយ៉ាងលឿនទៅបើកទ្វារដោយនឹកពីផលក្នុងចិត្តថា
ពិតជាមានរឿងអាក្រក់កើតមានចំពោះកូនប្រុសខ្លួនហើយមែនហើយគឺកូនរបស់ពួកគេពុំឃើញនៅក្នុងផ្ទះសោះពុំដឹងជាវាលួចចេញតាំងពីថ្មើម៉ានឆើតសួរមានរឿងអីអាឆាមឆាមតបទាំងញ័រចំប្រប់អានុយនៅឯមន្ទីរពេទ្យឯណោះវាអត់ដឹងខ្លួនទេមៀតសួរជាជីកសួរវាយ៉ាងម៉េចដែរមានរឿងអីឆាមនិយាយឥតលែកលៀមវាចាក់គ្រឿងញៀនហួសកំណត់ហើយក៏ត្រូវសម្លាប់ទៅឆើតនិងមៀតក៏ប្រញាប់ប្រញោទៅកាន់មន្ទីរពេទ្យភ្លាមក្រោយពីបានដឹងរឿងពិតរបស់កូនដែលកិច្ចវេពុំចូលរៀនក៏ព្រោះតាញៀនគ្រឿងញៀននិងអប់ងន់អបាយមុខសពបែបយ៉ាងទម្រាំតែនាំនុយទៅដល់មន្ទីរពេទ្យនោះវាយឺតពេលទៅហើយព្រោះគ្រឿងញៀនដែលវាចាក់ចូលសរសៃឈាមហួសកំណត់នោះក៏ធ្វើឲ្យវាស្លាប់នុយបាបកម្មច្រើនណាស់លួចក៏ហក់ឪពុកម្ដាយដែលបានផ្ដល់កំណត់ឲ្យវាដូច្នេះមានតែសេចក្តីស្លាប់ប៉ុណ្ណោះដែលសមបំណងនឹងជីវិតវាស្លាប់មិនបានប៉ុន្មានផងឆើតនឹងមៀតបានឮសំឡេងធ្ងោស្ទើររាល់យប់របស់វានៅខាងក្រៅផ្ទះប៉ុន្តែពេលបើកបង្អ៊ុញខំសម្លឹងពុំមានអ្វីទាល់តែសោះរហូតដល់ថ្ងៃពេញបូរមីដ៏ផាមក្អិតសំឡេងធ្ងោយ៉ាងក្រលួចរបស់វាបានឮឡើងម្ដងទៀតលាយឡំជាមួយនឹងសំឡេងឆ្កែលូគួរឲ្យព្រឺព្រួចមៀតនិយាយទៅកាន់ប្តីបងឆើតសំឡេងធ្ងោឮទៀតហើយយើងនាំគ្នាទៅមើលតោះយប់នេះខែភ្លឺជឹងឯសាលាចាំងច្បាស់ដូចថ្ងៃនៅឯធ្លាមុខផ្ទះឆើតនិងមៀតបានឃើញព្រឹត្តិការណ៍គួរឲ្យតក់ស្លុតគឺប្រែតខ្លួនវាធំខ្ពស់រហូតដល់ថ្នាក់ងើយក្បាលមើលឡើងលើទើបឃើញមុខវាខ្ពស់ជាងមនុស្សធម្មតា10ដងស្គាំកំព្រឹងក្បាលពោះកំប៉ោងខ្លួនប្រាណវាអាក្រាតទាំងស្រុងវាជាសត្វប្រែតគួរឲ្យស្អប់ខ្ពើមនិងខ្លាចខ្លាំងណាស់ប្តីប្រពន្ធឆើតនឹងមៀតដឹងភ្លាមថាប្រែតនោះគ្មាននរណាក្រៅពីអានុយកូនខ្លួនទេពីញាក់ប្តីប្រពន្ធចាប់ដៃគ្នាយ៉ាងណែនឈរនៅមាត់បង្អ៊ុញទាំងខ្លួនប្រាណញ័រចំប្រប់មួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងគ្រឹតរំពេចនោះអ្នកទាំងពីរឃើញដីកន្លែងប្រែតនោះឈរបានញែកចេញពីគ្នាស្រូបយកប្រែតនោះសន្សឹមចូលទៅក្នុងដីរហូតដល់បាត់រូបប្រែតនោះតែម្ដងព្រះធរណីបានស្រូបយកប្រែតនោះចុះទៅក្នុងនរកអវេជីដើម្បីឲ្យស័ក្តិសមនឹងអំពើប្រព្រឹត្តរបស់វានៅឋានកណ្ដាលនេះអស់លោកអ្នកអានទាំងឡាយពិសេសមិត្តយុវវ័យនិងបងប្អូនជំទែងកាលបើបានអានរឿងនេះដល់ត្រឹមនេះទោះបីជាជឿឬមិនជឿនោះក៏អាស្រ័យទៅលើវិចារណញ្ញាណរបស់ខ្លួនទៅចោះប៉ុន្តែលោកអ្នកនិងមិត្តយុវវ័យព្រមទាំងបងប្អូនក៏មិនអាចប្រកែកបានចំពោះទោសលួចប្លន់តើវាសាហាវខូខៅដល់ថ្នាក់ណាឪពុកម្ដាយត្រូវក្រាមជីចិត្តយ៉ាងខ្លាំងក្នុងការចិញ្ចឹមបញ្ចាយថ្នាក់ថ្នមម្នាក់តាំងពីតូចមកមិនគួរយឺនបណ្ដោយឲ្យអនាគតរបស់ខ្លួនត្រូវបញ្ចប់ដោយសារគ្រឿងញៀននិងការដើរឆក់ប្លន់សម្រាប់អ្នកដទៃនោះឡើយបាបកម្មមានពិតមិនមែនជាការលេងទេ